ចម្រើនពរញាតិញោមប្រស្រីនេះគឺជារូបភាពក្នុងវត្តអង្គទេពសាការរាមញាតិញោមបានឃើញរូបភាពយ៉ាងដូចនេះហើយសូមមេត្តាណាលៃលោកមកមុនរដូវវស្សានេះគឺសូមអញ្ជើញមកវត្តខ្ញុំគណៈយុខ្ញុំផងប៉ុន្តែកុំឲ្យភ្លេចនៅញោមណាជួយ like ជួយ share ផងហើយម្យ៉ាងទៀតខ្ញុំកណានឹងលើកយកមេរៀនបន្តមកដល់ត្រង់ចំណុចលោកពោលថាផ្នែកល្អដូចជាអ្នកធ្វើបុណ្យកុសលប្រកបដោយសម្បទា4គឺចេតនាសម្បទាការតាំងចិត្តយ៉ាងខ្លាំងក្លាដាច់ខាតមួយបច្ច័យសម្បទាបច្ច័យដែលយកមកធ្វើបុណ្យកុសលនោះស្អាតបរិសុទ្ធមួយវត្ថុសម្បទាអ្នកទទួលបច្ច័យនោះជាព្រះអរហន្តឬយ៉ាងទៀបត្រឹមព្រះអនាគាមីមួយគុណណាគុណណាតេរេណាគុណណាតេរេតិរេសម្បទាគុណណាតេហរេកសម្បទាអ្នកទទួលបច្ច័យនោះប្រកបដោយគុណវិសេសគឺទៅនឹងចេញពីសមាបត្តិមួយផ្នែកអាក្រក់ដូចជាអ្នកធ្វើអន្តរិយកម្មណាអន្តរិយកម្មជាដើមនឹងចំណែកនេះអន្តណាទាំងអហោសិកម្មកម្មដែលមិនអោយផលកម្មដែលគេធ្វើដោយអត់ចេតនាឬមានចេតនាខ្សោយបើកម្មដតីឲ្យផលហើយវាគឺទៅជាអហោសិកម្មកម្មជាអកុសលស្រាលខ្លះធ្ងន់ខ្លះដូចជាវាឲ្យផលហើយការសម្លាប់សត្វវាទៅជាអហោសិកម្មมันអាចណាมันអាចឲ្យផលក្នុងបដិសន្ធិកាលបានទេប៉ុន្តែវាឲ្យផលក្នុងបវត្តិកាលណាបវត្តិកាលកាលបន្ទាប់ពីស្លាប់បានស្លាប់បានអនុមោទនាណាអនុមោទនាចំណែកកម្មជាកុសលស្រាលខ្លះធ្ងន់ខ្លះក៏មានទំនងដូចគ្នាដែរកម្មជាកុសលប្រកបដោយចេតនាតែមានឥន្ទ្រី5គឺសទ្ធាវិរិយៈសតិសមាធិបញ្ញាខ្សោយហើយមានតណ្ហាមានអ្នកទិដ្ឋិខ្លាំងទៅមានកម្មដតីឲ្យផលហើយវាក៏ទៅជាអហោសិកម្មដែរអនុមោទនា